អាយដាមលោកជំទាវលោកស្រីនាងកញ្ញាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបតែអញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញវិញក្រោយពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដែលក្នុងនោះរួមមានឧបនាយករដ្ឋមន្ត្រីដល់ទៅ4រូបនិងរដ្ឋមន្ត្រីជាច្រើនរូបផងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី15ដល់ថ្ងៃ17កក្កដានេះក្នុងរយៈពេល3ថ្ងៃសម្ដេចធិបតីអនុវត្តកម្មវិធីការទូតមួយមមាញឹកនិងសកម្មក្រៃលែងនៅទីក្រុងប៉េកាំងសម្ដេចធិបតីជួបពិភាក្សាការងារជាមួយអេដាមលីឈៀងនាយករដ្ឋមន្ត្រីចិនបន្ទាប់មកសម្ដេចធិបតីនិងគណៈប្រតិភូអញ្ជើញទៅកាន់ទីក្រុងសៀងហៃដើម្បីចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតហៅកាត់ថា WEC ហើយនៅសៀងហៃសម្ដេចធិបតីជួបពិភាក្សាជាមួយអេដាមស៊ីជីនពីនប្រធានាធិបតីចិននៅសៀងហៃដែរសម្ដេចធិបតីក៏ជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្តុងអេដាមកាស៊ីមរ៉ូម៉ាខេតាកាយ៉េវដែលអញ្ជើញមកចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដែរជាមួយគ្នានេះនៅប៉េកាំងក៏ដូចនៅសៀងហៃសម្ដេចធិបតីឆ្លៀតទទួលជួបថ្នាក់ដឹកនាំសហគ្រាសធំរបស់ចិនចំនួនជិត20រូបជាបឋមស្ដីពីជំនួបរវាងសម្ដេចធិបតីជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាចិននោះគឺអេដាមប្រធានាធិបតីស៊ីជីនពីងនិងអេដាមនាយករដ្ឋមន្ត្រីលីឈៀងកិច្ចប្រជុំកម្ពុជាទាំងពីរប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលកក់ក្ដៅនិងពោរពេញដោយការទុកចិត្តគ្នាទៅវិញទៅមកយ៉ាងខ្ពស់បំផុតពីជំនួបរវាងសម្ដេចធិបតីនិងប្រធានាធិបតីចិននិងពីជំនួបរវាងសម្ដេចធិបតីនិងនាយករដ្ឋមន្ត្រីចិនស្ដែងចេញនៅលទ្ធផលនិងការបដិញ្ញាចិត្តមួយចំនួនកម្ពុជាចិនវាតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគ្នាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបដិញ្ញាបន្តពង្រឹងទំនាក់ទំនងរវាងគ្នាឲ្យបានរឹងមាំថែមទៀតដោយពង្រឹងមិត្តភាពដៃថែបនិងកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងដោយបន្តអនុវត្តជាក់ស្ដែងការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាអាទិភាពនៃការទូតរបស់ចិនរាជកម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនៅគោលការណ៍ចិនតែមួយកម្ពុជាចិនបដិញ្ញាបន្តធ្វើជាមួយគ្នាកិច្ចការមួយចំនួនគ្រប់កម្រិតពិសេសក្នុងក្របខ័ណ្ឌរដ្ឋាភិបាលដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយឲ្យកាន់តែរឹងមាំថែមទៀតកម្ពុជាចិនប្រកាសរួមគ្នាដំឡើងកិច្ចសន្ទនាយុទ្ធសាស្ត្រ 2+2 ពោលគឺរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរទៅជាកិច្ចសន្ទនាយុទ្ធសាស្ត្រ 3+3 ដោយបន្ថែមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅខាងកម្ពុជានិងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិនៅខាងចិនកម្ពុជាបដិញ្ញាថានឹងបន្តសហការជាមួយចិនក្នុងការបង្ក្រាបនិងបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីពង្រឹងទំនុកចិត្តជាពិសេសរវាងប្រជាជនកម្ពុជានិងប្រជាជនចិនបន្តគាំទ្រនិងជំរុញការកសាងព្រែកជីកហ្វូណាន់តេជូដែលបានបើកការដ្ឋានរួចហើយចិនបន្តគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតួយ៉ាងស្ពាននិងផ្លូវរួមទាំងគម្រោងផ្លូវដែកស្របទៅតាមតម្រូវការជាក់ស្ដែងចិនប្រកាសគាំទ្រសំណើរបស់កម្ពុជាក្នុងការបង្កើនការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិនក្រៅពីនេះក៏មានដែរការជជែកគ្នារវាងសម្ដេចធិបតីនិងថ្នាក់ដឹកនាំកម្ពុជារបស់ចិនជុំវិញលទ្ធភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិននៅលើវិស័យនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រឈានមុខពិសេសបញ្ញាសិប្បនិម្មិតដោយឡែកនៅទីក្រុងសៀងហៃក្នុងពិធីបើកសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតដែលរៀបចំដោយចិនសម្ដេចធិបតីឡើងថ្លែងសន្ទរកថារយៈពេលប្រហែល6នាទីបន្ទាប់ពីប្រធានាធិបតីចិននិងបន្ទាប់ពីប្រធានាធិបតីកាហ្សាក់ស្តាននៅលើវេទិកានេះសម្ដេចធិបតីហ៊ុនម៉ាណែតប្រកាសទទួលស្គាល់សមិទ្ធផលរបស់ចិនក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត AI សម្ដេចប្រកាសថាកម្ពុជាពិតជាមានចេតនាចូលរួមជំរុញឲ្យមានអភិបាលកិច្ចបញ្ញាសិប្បនិម្មិតមួយបើកចំហប្រកបដោយបរិយាបន្ននិងសមត្ថភាពព្រមទាំងផ្អែកលើកិច្ចសហប្រតិបត្តិការពហុភាគីសម្ដេចធិបតីថ្លែងបញ្ជាក់ទៀតថាកម្ពុជាចង់ឃើញប្រទេសទាំងអស់នៅលើលោកមិនថាធំឬតូចអភិវឌ្ឍឬកំពុងអភិវឌ្ឍត្រូវតែមានឱកាសស្មើគ្នាក្នុងការទទួលបាននៅការប្រើប្រាស់ AI និងទាញបានប្រយោជន៍ពីការប្រើប្រាស់ AI ក្នុងន័យនេះសម្ដេចធិបតីថ្លែងអំពាវនាវឲ្យចិននិងប្រទេសដៃគូទាំងអស់ផ្ដោតការយកចិត្តទុកដាក់
លើអតិភិបរួមចំនួន3ទី1កាត់បន្ថយគម្លាត Digital ទី2វិនិយោគលើការអភិវឌ្ឍធនធានមនុស្សទី3កសាងក្របខ័ណ្ឌអភិបាលកិច្ច AI មួយដែលអាចបត់បែនបានមានការទទួលខុសត្រូវខ្ពស់និងទទួលបានទំនុកចិត្តពីសាធារណជនបន្ថែមពីលើនេះនៅសៀងហៃអ្វីដែលសំខាន់នោះគឺកម្ពុជាចុះហត្ថលេខាចូលខ្លួនជាសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោកហៅកាត់ជាភាសាអង់គ្លេសថា WECO ហើយក្នុងនាមជាសមាជិកស្ថាបនិកកម្ពុជាបដិញ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសអន្តរជាតិទាំងអស់ដើម្បីរួមចំណែកធ្វើឲ្យ AI ក្លាយជាកម្លាំងជំរុញវិបុលភាពរួមនិងលើកកម្ពស់អនាគតកាន់តែប្រសើររបស់មនុស្សជាតិនៅសៀងហៃដែរក៏ដូចនៅប៉េកាំងសម្ដេចធិបតីហ៊ុនម៉ាណែតទទួលជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំសហគ្រាសចិនប្រមាណជិត20រូបដែលកំពុងវិនិយោគឬមានគម្រោងពង្រីកការវិនិយោគនៅកម្ពុជាសុទ្ធសឹងជាសហគ្រាសធំដែលកំពុងប្រតិបត្តិការនៅលើវិស័យបញ្ញាសិប្បនិម្មិតបច្ចេកវិទ្យា Digital ថាមពលហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មនិងការដឹកជញ្ជូនជារួមគឺជាការទូតសេដ្ឋកិច្ចដ៏សកម្មដែលស្ដែងឡើងជាថ្មីឲ្យឃើញនៅការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតីក្នុងការទាក់ទាញវិនិយោគដែលមានគុណភាពនិងដែលអាចបង្កើតការងារប្រកបដោយតម្លៃបន្ថែមខ្ពស់សម្រាប់ប្រជាជននិងប្រជាពលរដ្ឋទាំងអស់នៃប្រទេសកម្ពុជាសម្ដេចទ្រង់អាដាមលោកជំទាវលោកស្រីនាងកញ្ញាជារួមដំណើរទស្សនកិច្ចការងាររបស់សម្ដេចធិបតីនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល3ថ្ងៃចុងក្រោយនេះគេអាចទាញយកនៅសារយុទ្ធសាស្ត្រសំខាន់ចំនួន3សារទី1គឺកម្ពុជាចិនពង្រឹងទំនុកចិត្តនយោបាយក្នុងន័យថាទស្សនកិច្ចនៅចិនលើកនេះរបស់សម្ដេចធិបតីជាឱកាសមួយវិសេសវិសាលដើម្បីឲ្យមេដឹកនាំកម្ពុជាចិនបដិញ្ញាចិត្តជាថ្មីក្នុងការបន្តពង្រឹងទំនាក់ទំនងនឹងគ្នាសារទី2គឺកម្ពុជាចង់ឃើញបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឈានមុខផ្សេងคล้ายទៅជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិនរាយសារទី3គឺការទូតសេដ្ឋកិច្ចសកម្មឡើងជាលំដាប់របស់កម្ពុជាអនុវត្តជាក់ស្ដែងដោយសម្ដេចធិបតីផ្ទាល់តែម្ដងដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងនៅទីបំផុតពង្រឹងសមត្ថភាពនិងសន្តិសុខជាតិសូមអរគុណ